ជំនោមេសាចាជាប្រវត្តិប្រៃល្វិញជូចត់កំណត់វាសនាឲ្យយើងបែកគ្នាលុះគ្រាមរណាចិត្តកូនខ្លោចផ្សាអាសូរកន្លងពួកក្បត់បណ្ដេញជើងចោលស្រុកទេសពុកអូសរទេសកូននៅចាំចងម៉ែពកូនទូចទូបងវិចផងនាំគ្នាត្រសងឆ្លងវាលជលព្រៃគេឲ្យយើងហូបរួមធ្វើការរួមរស់នៅតាមក្រុមបុរសស្ត្រីបើខុសសិលធម៌ត្រូវទោសប្រឡាយធ្វើការយប់ថ្ងៃដូចសត្វដេរឆានពុកម៉ែសោះតែស្បែកដណ្ដប់ឆ្អឹងទោះបីស្គរម្លឹងក៏មិនហ៊ានខានខំប្រឹងធ្វើការឥតមានស្រាក់ស្រានផលកម្រៃបានត្រឹមហូបបបរអង្គការវល់ចែកបបររាវថ្លាម៉ែហត់ពិសាក្នុងចិត្តភ័យអសម្រិតយកកាយកក្របអង្គទាំងទ្រង់ញាប់ញ័របញ្ចុកមាត់កូនម៉ែលួចកាច់ពោតបូតយកគួស្រូវវាស្រែឆ្ងាយផ្លូវទាំងយប់ស្ងាត់សូនដកជាសម្ពុតយកមកផ្ញើកូនមិនខ្លាចស្លាប់ខ្លួនឲ្យតែកូនរស់ម៉ែបាក់កម្លាំងស្គមស្កាងរីងរៃចិត្តនៅអាឡ័យចង់ជួយសង្គ្រោះស្រោចស្រង់រូបកូនក្លែងរូបបាបប្រគ្រោះកូនប្រុសមានឈ្មោះជំនួសម៉ែឪម៉ែពេលនេះកូននៅរស់ទេម៉ែបាត់តែពុកម៉ែកូនចាំមើលផ្លូវពួកឆ្លប់បណ្ដាយកពុកម៉ែទៅលងលុះអីលើបាត់សូនសងខាអស់អោទេវតាព្រះអិនព្រះព្រំភ្នោពុកម៉ែខ្ញុំតើនៅទីណាពេលនេះខ្ញុំសល់តែទឹកនេត្រាស្នាមអនុសាលោកអ្នកមានគុណកូនធ្វើបន់ផ្សងចម្លងសទ្ធាឲ្យអស់កម្មពៀវេរាពីមុនសូមឲ្យប្រលឹងពុកម៉ែមានគុណរួចផុតទារុណបានសុខសានអើយ